រឿងរ៉ាវរបស់ក្មេងស្រីៗដែលប្រាថ្នាចង់ឲ្យក្មេងប្រុសៗបានយល់ហើយខ្ញុំជឿជាក់ថាចំណុចចុងក្រោយនោះគឺនឹងធ្វើឲ្យបុរសជាច្រើនមានការផ្លាស់ប្ដូរការគិតយ៉ាងច្រើនទីមួយគឺក្មេងស្រីមិនខ្វល់អំពីថាតើអ្នកលយប៉ុណ្ណាឬក៏ប៉ិនសម្ដែងល្អឥតខ្ចោះនោះទេអ្វីដែលពួកនាងចង់បានគឺភាពស្មោះត្រង់រៀបសារនិងភាពទៀងទាត់នៅពេលដែលក្មេងស្រីម្នាក់ចង់ចែករំលែកបញ្ហារបស់នាងជាមួយនឹងអ្នកនាងគឺមិនបានស្នើសុំឲ្យអ្នកដោះស្រាយនៅបញ្ហាពិភពលោកនោះជាមួយនាងទេពេលខ្លះនាងគ្រាន់តែចង់ឲ្យអ្នកស្ដាប់ដោយមិនវិនិច្ឆ័យមិនបានកាត់ផ្ដាច់សម្ដីឬក៏ព្យាយាមធ្វើដូចជាបរិបរោះនោះទេពេលខ្លះអ្នកគ្រាន់តែនៅទីនោះគឺជាអ្វីគ្រប់យ៉ាងដែលនាងត្រូវការក្មេងស្រីខ្លះគឺចូលចិត្តនៅរឿងរ៉ាវតូចតាចសារដូចជាអរុនសុស្ដីការអោបឬក៏ថើបថ្នមពីក្រោយវាជាការពិតណាស់ការថើបថ្ងាសនេះគឺជារឿងដែលធ្វើឲ្យពួកគេរលាយទន់ឆ្អឹងរាល់ពេលហើយនេះគឺជារឿងមួយដែលបរិះគ្រប់រូបត្រូវតែដឹងក្មេងស្រីៗគឺមានអារម្មណ៍ប្រែប្រួលកើតឡើងដូចជាភ្លេចបន្ទោផ្លាស់ប្ដូរខ្លឹមសារឥតឈប់ឈរមួយនាទីនាងសើចមួយនាទីបន្ទាប់នាងក៏ស្ងប់ស្ងាត់ក៏ប៉ុន្តែរឿងខ្លះវាកម្រតាក់ទងនឹងអ្នកណាស់អ្នកគ្រាន់តែរក្សាភាពស្ងៀមស្ងាត់និងអត់ធ្មត់នាងនឹងត្រឡប់មកដូចដើមវិញក្មេងស្រីៗគឺជាអ្នកប្រកែកខាងស៊ើបអង្កេតពីធម្មជាតិមកពួកគេអាចនឹងចាប់អារម្មណ៍រឿងណាមួយដែលអ្នកកុហកហើយអាចនឹងដឹងភ្លាមនៅការប្រែប្រួលរបស់អ្នកឬក៏អាចនឹងកត់សម្គាល់អ្វីដែលអ្នកគិតឬក៏អ្នកកំពុងតែលាក់វាល្អឥតខ្ចោះដូច្នេះអ្នកត្រូវតែធ្វើខ្លួនឯងឲ្យពិតប្រាកដជៀសវាងឲ្យផុតអំពីបញ្ហាដែលកើតឡើងរវាងអ្នកទាំងពីរអ្វីដែលគ្រោះថ្នាក់ពិតប្រាកដនោះនៅពេលដែលក្មេងស្រីអាចដឹងនៅពេលណាដែលអ្នកកំពុងតែសម្លឹងមើលស្រីផ្សេងទៀតអ្នកមិនចាំបាច់និយាយមួយម៉ាត់ផងក៏ប៉ុន្តែវិចារណញ្ញាណរបស់នាងគឺមុតស្រួចមិនអាចនឹងមានអ្វីប្រៀបផ្ទឹមបានឡើយ